បាទសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូនៅក្នុង Channel MF of Learning បាទថ្ងៃនេះយើងជួបគ្នាជាបន្តនៅក្នុងកម្រងវីដេអូខ្លីៗទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី Microsoft Office សម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំលើកយកនៅវីដេអូទី1ដែលជាកម្រងវីដេអូមេរៀនស្ដីអំពីរបៀបនៃការបង្កើតកម្មវិធីគ្រប់គ្រងស្តុកទំនិញអញ្ចឹងក្នុងកម្រងវីដេអូនេះគឺខ្ញុំមានរៀបចំជាវីដេអូភាគទី1ភាគទី2ភាគទី3ភាគទី4អញ្ចឹងទៅដើម្បីបង្ហាញអំពីចំណុចចាប់ផ្ដើមនិងចំណុចបន្តបន្ទាប់រហូតដល់យើងអាចបង្កើតកម្មវិធីនេះបានអញ្ចឹងនៅក្នុងកម្មវិធីនេះខ្ញុំនឹងមានបង្ហាញអំពីរបៀបនៃការរៀបចំ design ការងាររបស់យើងឲ្យបានស្អាតមើលទៅស្រឡះភ្នែកស្អាតហើយមានការចងរូបមន្តនិងការប្រើប្រាស់កលឹះខ្លីៗដែលខ្ញុំធ្លាប់បានបង្ហាញកន្លងមកនឹងយកមកផ្គុំគ្នាដើម្បីបង្កើតបានទៅជាប្រព័ន្ធកម្មវិធីនេះឡើងអញ្ចឹងខ្ញុំសង្ឃឹមថានៅពេលដែលអ្នកទាំងអស់គ្នាមើលវីដេអូភាគនេះចប់គឺអ្នកទាំងអស់គ្នាមានជាគំនិតជាប្រទីបមួយដើម្បីអាចឲ្យអ្នកទាំងអស់គ្នានឹងមានលទ្ធភាពនៅក្នុងការចងជាប្រព័ន្ធកម្មវិធីផ្សេងៗតាមតម្រូវការបាទអញ្ចឹងខ្ញុំសូមបង្ហាញទូទៅទៅនឹងកម្មវិធីនេះបាទអញ្ចឹងកម្មវិធីនេះទី1គឺយើងមានការបញ្ចូលនៅមុខទំនិញបាទយើងមាន option ចំនួន5ទី1គឺតេតងទៅនឹងការបញ្ចូលទំនិញអញ្ចឹងបើយើងមានទំនិញបញ្ចូលថ្មីអីមកឧទាហរណ៍យើងអត់មានតមានទំនិញណាតែឧទាហរណ៍ថាខ្ញុំលុបចោលបាទអញ្ចឹងថាយើងអត់ទាន់មានទំនិញអីទេគឺយើងអាចបញ្ចូលមកលេខកូដយើងបាទហើយលេខកូដនេះទៀតគឺលើសំខាន់គឺយើងបញ្ចូលគឺអត់ចន់គ្នាទេឧទាហរណ៍ថាលេខកូដយើងមានលេខ15មកយើងបញ្ចូល15ភាសាទៀតបញ្ចូលមកគឺអត់បានទេអញ្ចឹងវាសុទ្ធតែជាកលឹះខ្លីៗដែលមានបង្ហាញនៅក្នុងកម្មវិធីនេះនិយាយទៅក្នុងកម្មវិធីនេះគឺយើងបង្ហាញនៅកលឹះច្រើនដែលយើងយកមកផ្គុំគ្នាហ្នឹងអញ្ចឹងថាយើងបញ្ចូលទៅឧទាហរណ៍យើងមានស្អីផ្សេងទៀតបាទហើយកន្លែងនេះយើងគិតជាស្អីគិតជាប្រអប់គិតជាអីយើងដាក់ថាភាពជាស្ដែងដាក់ជាភាសាខ្មែរក៏បានអង់គ្លេសក៏បានអានេះខ្ញុំគាត់និយាយឧទាហរណ៍ទេបាទឧទាហរណ៍អញ្ចឹងចុះបាទអញ្ចឹងអានេះគឺបញ្ចូលមុខតំណែងបើសិនយើងមានមុខតំណែងអីខ្លះនៅក្នុងហាងរបស់យើងគឺយើងចាប់ផ្ដើមបញ្ចូលឲ្យអស់មកបាទបន្តមកទៀតបន្ទាប់ពីយើងបញ្ចូលមុខតំណែងរួចហើយយើងមើលថាតើstock បាទការចូល stock របស់យើងមានប្រភេទអីខ្លះចូល stock របស់យើងហ្នឹងបាទអញ្ចឹងប្រភេទចូល stock ហ្នឹងគឺយើងអាចជ្រើសលេខរៀងថាយើងលេខរៀងទី1ជាប្រភេទ keyboard ហើយយើងបញ្ចូលបានថាមាន keyboard ចំនួន50អីចូលអញ្ចឹងទៅហើយចូលថ្ងៃទីប្រមាណអញ្ចឹងយើងថ្ងៃទីបញ្ចូលទៅបាទនឹងទៅឧទាហរណ៍ទៅណានេះគឺតែជាការឧទាហរណ៍អញ្ចឹងយើងឃើញថានៅពេលដែលយើងបញ្ចូលតំណែងកន្លែងផលបូកកន្លែងគឺវាបូកធ្លាក់រហូតវាអត់រំខានអីយើងទេនៅពេលយើងបន្ថែមស្អីមួយទៀតថាយើងនាំចូលស្អីទៀតហើយយើងនាំចូលប្រភេទ monitor បាទថែមទៀតអញ្ចឹងយើងបែរបញ្ចូលមក monitor នេះបញ្ចូលប្រហែលទៀតមានចូល20ទៀតបញ្ចូលថ្ងៃទីប្រហែលថាបញ្ចូលនៅថ្ងៃទី2ខែ2ឆ្នាំ2003យើងទៅឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងយើងចូលមកយើងឃើញផលបូកវាបូកតម្លាក់ឲ្យរហូតបាទអានេះទាក់ទងទៅនឹង stock ទំនិញអញ្ចឹងវាសុទ្ធតែជាកលឹះណាក្នុងនឹងសាច់ជាកលឹះបាទបន្ទាប់ពី stock in នេះយើងមាន option មួយគឺ stock out បាទហើយចេញពី stock អីបានបើយើងចេញពី stock មានអីខ្លះបាទអញ្ចឹងយើងធ្វើដូចគ្នាយើងគាត់អាចបញ្ចូលបើស្អីយើងចាំលេខកូដយើងអាចបែរលេខកូដបញ្ចូលក៏បានដែរថាយើងលេខកូដទី8បាទយើងបញ្ចេញ monitor ចំនួន10គ្រឿងបញ្ចេញ CPU ចំនួន20គ្រឿងអញ្ចឹងទៅបញ្ចេញថ្ងៃទីប្រហែលថាបញ្ចេញថ្ងៃទី25ខែ2ខែ1 25ខែ12ឆ្នាំ2025ដូចអញ្ចឹងចុះបាទនេះដូចគ្នាអញ្ចឹងទៅ26បាទហើយអានេះបើសិនយើងចង់បរិយាយចំណុចនីមួយៗយើងអាចសរសេរបញ្ចូលខ្លឹមសារនៅកន្លែងនេះបាទយើងឃើញផលបូកវាគឺតម្លាក់រហូតបាទហើយយើងអាចស្អីចេញឲ្យទៀតយើងយករៀងទី1ស្អីគេ keyboard ចេញ100គ្រាប់បាទចេញថ្ងៃទីប្រហែលថាចេញថ្ងៃទី30ខែ12ឆ្នាំ2025បាទអញ្ចឹងយើងបញ្ចេញរហូតមកសិនយើងមានទំនិញអីខ្លះដែលយើងយកចេញពី stock របស់យើងនេះយើងអាចបញ្ចូលក្នុងតារាងនេះអញ្ចឹងបន្តមកទៀតយើងមាន stock in បាទយើងមាន stock out យើងមានការយកអីវ៉ាន់ចូលក្នុង stock ការចេញពី stock ហើយនឹងការត្រឡប់ចូលអីវ៉ាន់ចូលក្នុង stock វិញបាទអញ្ចឹងដូចគ្នាហើយយើងអីវ៉ាន់នេះខ្លះហ្នឹងដែលចូលក្នុង stock វិញហ្នឹងឧទាហរណ៍ថាយើងនាំ keyboard ទៅ SSD card 65ឧទាហរណ៍អញ្ចឹងណាបាទត្រឡប់ចូល stock វិញបាទយើងមានស្អីខ្លះថាលេខ2យើងមាន mouse ចូល stock វិញមាន10គ្រាប់អញ្ចឹងទៅចូល stock វិញថ្ងៃទីប្រហែលទី30ខែ12ឆ្នាំ2025អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងជ្រើសរើសតំណែងមកគឺយើងទទួលបានតំណែងបែបហ្នឹងបាទចូលទៅណាអ
យើងឃើញមានតារាឃើញអីបាទបន្ទាប់ពីយើងមានព័ត៌មានទាក់ទងទៅនឹងការចូលការចេញការត្រឡប់ចូលស្តុកវិញហ្នឹងគឺយើងទទួលបានរបាយការណ៍បាទនេះគឺជារបាយការណ៍របស់យើងបាទហើយនេះជារបាយការណ៍នេះគឺជារបាយការណ៍សម្រាប់ខែមករាបាទរបាយការណ៍ខែមករាហើយបើសិនជាយើងចប់របាយការណ៍ខែមករាគឺយើងនឹងត្រៀមបង្កើតនៅចំណុចបន្តទៀតគឺយើងខែកុម្ភៈបាទក្នុងនោះគឺសុទ្ធសឹងតែជាចំណុចសំខាន់ដែលខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងកម្រងវីដេអូនេះអញ្ចឹងខ្ញុំសង្ឃឹមថានៅពេលដែលអ្នកទាំងគ្នាមើលវីដេអូនេះចប់អាចយកទៅប្រើប្រាស់បង្កើតជាកម្មវិធីផ្សេងៗតាមតម្រូវការអញ្ចឹងនៅក្នុងកម្មវិធីនេះខ្ញុំបង្ហាញត្រួសតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា